សួរនេះខ្ញុំឈ្មោះអូសភ័ណ្ឌនៅក្នុងវីដេអូនេះដែរនេះខ្ញុំនឹងមកនិយាយអំពីការយល់ដឹងផ្ទាល់ខ្លួនរបស់ខ្ញុំទាក់ទងជាមួយនឹងការលើមេរៀនសម្រាប់សប្តាហ៍ទី8ការវិតម្លៃការអនុវត្តការវិតម្លៃជាក់លាក់និងនីតិបទទាក់ទងជាមួយនៅក្នុងមេរៀននេះដែរយើងមានគោលបំណងដើម្បីកំណត់បានពីនិយមន័យអំពីការវិតម្លៃតាមការអនុវត្តនិងការវិតម្លៃបែបជាក់លាក់និងការកំណត់ពីភាពខុសគ្នារបស់វាហើយនិងការសរសេរអំពីនីតិបទនៃការវិតម្លៃចំពោះការវិតម្លៃការអនុវត្តគឺជាការដែលយើងយកចំណេះដឹងទៅធ្វើជាបំណិនឬក៏ skill ដែលយើងអាចមកធ្វើដូចជាការ present ការធ្វើជា project បង្កើតទៅជាអ្វីដែលថ្មីអាចចេញជាលទ្ធផលឬក៏ជាចម្លើយបែបអាចបង្ហាញតាមបែបជាសកម្មភាពឬក៏ការបង្ហាញឲ្យឃើញគឺឲ្យសិស្សគាត់យកចំណេះដឹងដែលគាត់មានហ្នឹងគឺយកមកឡើងអនុវត្តបង្ហាញជាសកម្មភាពចេញជាក់ស្ដែងហើយចំពោះការវិតម្លៃជាក់លាក់គឺជាការយកបញ្ហាពិតប្រាកដមួយយកមកឲ្យគាត់នឹងធ្វើការពិចារណាឬក៏ចាប់ផ្ដើមរិះគិតរកមធ្យោបាយផ្សេងៗហើយឲ្យគាត់ធ្វើយកបញ្ហាហ្នឹងយកមកដោះស្រាយឬក៏ច្នៃប្រឌិតវាដើម្បីយកវាមកបោះស្រាយពិតជាក់ស្ដែងហើយដើម្បីឲ្យគាត់នឹងមើលពីបញ្ហានោះហើយបន្ទាប់មកគឺឲ្យគាត់ដោះស្រាយហើយក៏ឲ្យគាត់ចាប់ផ្ដើមរកមើលថាតើតើតើជាមួយនឹងបញ្ហាដែលគាត់បានដោះស្រាយហ្នឹងមានអ្នកដែលធ្លាប់បានដោះស្រាយទៅលើបញ្ហាហ្នឹងដែរឬទេហើយបើមានតើគេដោះស្រាយបែបណាហើយខុសពីការបោះស្រាយរបស់ខ្លួនបែបណាដើម្បីឲ្យគាត់ឆ្លុះបញ្ចាំងឬក៏វាតម្លៃពីសមត្ថភាពរបស់គាត់ទៅនឹងដំណោះស្រាយដែលគេបានធ្វើមកមុនគាត់ហ្នឹងហើយដើម្បីទទួលបានព័ត៌មានត្រឡប់ពីអ្នកដែលត្រូវវាតម្លៃគាត់ដូចគ្នាតើតើជាមួយនឹងចរិតលក្ខណៈនៃការវិតម្លៃនិងការអនុវត្តហ្នឹងការវិតម្លៃអនុវត្តគឺសិស្សអាចពន្យល់បានលក្ខចរិតរបស់វាគឺសិស្សអាចពន្យល់ប្រាប់ពីមូលហេតុនិងការពារថាតើគាត់ត្រូវនិយាយថាគាត់នឹងត្រូវនិយាយបែបណាបែបមិនចឹងណាហើយតមកសិស្សឡើងគឺសិស្សនឹងត្រូវគាត់ទៅឡើងទៅយកចំណេះដឹងដែលមានហ្នឹងគឺគាត់ត្រូវតែឡើងសម្ដែងទៅជាក់ស្ដែងបើអាចធ្វើទៅជាការបង្កើតឬក៏ការសាងផលិតផលអ្វីមួយតាមរយៈសកម្មភាពឬឲ្យវាចេញជារូបរាងឡើងហើយវាអាចផ្ដល់ជាឱកាសឲ្យសិស្សប្រើប្រាស់បំណិនដែលផ្ដល់ហេតុផលគឺ skill ដែលនិយាយទៅគឺត្រូវតែមានហេតុផលថាតើគ្រប់រឿងដែលកើតឡើងឬក៏អ្វីដែលកើតឡើងហ្នឹងតើវាមានហេតុបែបណាគឺហើយវាមានផលបែបណាគឺគាត់ត្រូវតែមានហេតុផលមកបញ្ជាក់ពីសកម្មភាពដែលខ្លួនបានធ្វើហ្នឹងនិងមួយទៀតចម្លើយទូទៅគឺវាត្រូវតែលើសពី1ជាទូទៅតកតទៅជាមួយនឹងការអនុវត្តចម្លើយវាអាចមានតែមួយគឺត្រូវមានលើសពី1ហើយតម្រូវឲ្យមាននីតិបទនិងលក្ខណៈវិច័យច្បាស់លាស់សម្រាប់ការដាក់បន្ទុកមានន័យថាពេលដែលសិស្សគាត់ឡើងទៅសម្ដែងឬក៏គាត់ឡើងទៅបង្ហាញចម្លើយឬក៏ផលិតផលអ្វីមួយយើងត្រូវមានគ្រូអាចថាយើងនិយាយថាជាគ្រូចុះគាត់ត្រូវតែមានតារាងក្នុងការដាក់បន្ទុកថាតើគាត់វាតម្លៃសិស្សហ្នឹងគាត់វាតម្លៃបែបណាខ្លះដូចជាឡើងទៅការបញ្ចេញសំឡេងអាកប្បកិរិយាភាពក្លាហានអីចឹងទៅគឺគាត់ដាក់បន្ទុកតាមបែបណាខ្លះនិងចំណុចមួយទៀតគឺយើងនិយាយអំពីភាពខ្លះភាពខ្សោយដែលការដែនកំណត់នៃការវិតម្លៃការអនុវត្តនឹងចំណុចខ្លាំងចំពោះការវិតម្លៃអនុវត្តគឺអាចវាស់វែងបានអាចវាស់វែងឬក៏បង្ហាញបានការគិតគឺវាមានការបែបស៊ីជម្រៅហើយអាចវាតម្លៃដោយមានលក្ខណៈវិនិច្ឆ័យមានសកម្មភាពចូលរួមយ៉ាងសកម្មនិយាយទៅការវាតម្លៃអនុវត្តគឺមិនមែនថាតើតែសិស្សពូកែទៅគាត់អាចធ្វើបានទេពេលខ្លះសិស្សគាត់អត់ពូកែក្នុងការនិយាយស្ដីឬក៏គាត់អត់ពូកែក្នុងការអានប៉ុន្តែបើសិនជាឲ្យគាត់ឡើងជាសកម្មភាពឬក៏លេចចេញជារឿងនោះគឺគាត់អាចចេះ
ដូចជាអ្នកខ្លះគាត់មានដងកំណត់របស់គាត់បកការសម្ដែងឬក៏អ្នកខ្លះដូចជាធ្វើរបស់អីមួយចេញជារូបរាងផលិតផលអីមួយគាត់អត់ចេះយកទៅសរសេរឬក៏រៀបរាប់អីប៉ុន្តែបើសិនជាឲ្យគាត់ធ្វើគាត់អាចធ្វើរូបរាងអីវ៉ាន់ហ្នឹងអាចចេញមកបានចាហើយចំណុចមួយទៀតសិស្សក៏គាត់អាចធ្វើការវិតម្លៃខ្លួនឯងដែរឲ្យគាត់ស្វែងយល់ពីខ្លួនឯងថាតើបើសិនជាអាចឲ្យគាត់ឡើងទៅបង្កើតជាមានសកម្មភាពជាការសម្ដែងការបង្កើតជាផលិតផលឬក៏ការធ្វើអីមួយផ្សេងក្រៅពីការសិក្សាក្នុងថ្នាក់សិស្សក៏គាត់អាចស្វែងយល់ខ្លួនឯងថាតើនៅក្នុងខ្លួនរបស់គាត់នឹងបើសិនជាគាត់សម្រាប់សិស្សដែលគាត់រៀនអត់ចេះថាក្រៅពីគាត់រៀនអត់ចេះតើគាត់មានtalent អីឬក៏មាន skill អីមួយសម្រាប់ខ្លួនឯងសម្រាប់អនាគតថាគាត់គួរតែបំពេញឬក៏គាត់គួរតែអភិវឌ្ឍចំណេះដឹងនឹងបន្ថែមទៅលើគាត់ទៀតពីអ្នកខ្លះគាត់បកកែទៅខាងបើសិនក្រៅខាងស្រាវជ្រាវឬក៏ខាងតបភ្លើងអីចឹងបើសិនជាយើងមានអាការអនុវត្តជាក់ស្ដែងឬការបង្កើតអីចឹងអាចឲ្យគាត់បង្កើតបានអ្នកបកកែគូឬគាត់ឃើញថាគាត់មានជំនាញទៅខាងគូរូបគាត់រៀនគណិតបូកលេខដកលេខអីហ្នឹងគឺគាត់កើតអីចឹងទៅគាត់អាចចាប់យកអាជីពគឺជាអ្នកគំនូរអីជាដើមចឹងទៅហើយលើសពីការវាយតម្លៃប៉ុន្តែវាអាចផ្ដល់ជាការសិក្សាផងដោយសារតែអីលើសពីការវាយតម្លៃតែវាជាការសិក្សាដោយសារតែពេលដែលគាត់ឡើងទៅធ្វើហ្នឹងគ្រូនឹងបានធ្វើការកែតម្រូវឬក៏ផ្ដល់ជាមតិឲ្យគាត់ភ្លាមអញ្ចឹងពេលដែលគាត់បានជាមតិឬក៏អីដែលគ្រូបានប្រាប់ថាគាត់នៅខ្វះចំណុចណាឬក៏គាត់អត់ល្អចំណុចណាទៅគាត់យកអាចំណុចដែលគ្រូបាននិយាយហ្នឹងគឺគាត់យកទៅកែតម្រូវខ្លួនឯងហើយអ្វីដែលគាត់យកអនុវត្តហ្នឹងគឺក៏វាមិនមែនថាអត់តេទៅមួយចំណេះដឹងដែរគឺត្រូវតែមានចំណេះដឹងគាត់ដល់ពេលខ្លះបើមិនជាគាត់អាចអានបានអ្វីដែលឲ្យគាត់ធ្វើនៅលើទៅជាការសម្ដែងគ្រូអាចបង្ហាញថាគាត់ត្រូវសម្ដែងបែបនេះសកម្មភាពពីតួអង្គនេះទៅតួអង្គនេះអញ្ចឹងគាត់អាចសម្ដែងបានគាត់មិនបាច់ចាំអាចថាអាន script អីអញ្ចឹងក៏គាត់អាចស្ដាប់តាមការយល់របស់គេគឺគាត់អាចធ្វើបានក៏បានដែរនឹងហើយអ្វីដែលគាត់បានរៀនឬក៏អនុវត្តនឹងយើងអាចយកវាទៅធ្វើនៅក្នុងជីវិតពិតបានចំណុចខ្សោយវាពិបាកក្នុងការបង្កើតភាពជឿជាក់ឬក៏គ្មានភាពជាក់លាក់មួយទេដោយសារតែអាចថាគាត់ធ្វើវាដោយផ្អែកទៅលើការបង្ហាញឬក៏ការដឹកនាំរបស់គ្រូហើយតកតងជាមួយនឹងការវាតម្លៃគឺក៏វាមានភាពលំអៀងដែរគឺអាស្រ័យទៅលើគ្រូមនោសញ្ចេតនារបស់លោកគ្រូអ្នកគ្រូម្នាក់ទៅលើកូនសិស្សរបស់ខ្លួនហើយវាក៏អាចមានការប្រែប្រួលដែរតកតងជាមួយនឹងអ្វីដែលឲ្យគាត់យកទៅអនុវត្តហ្នឹងវាមិនអាចនៅក្នុងជីវិតពិតវាអាចដូចអ្វីដែលគាត់អនុវត្តនៅក្នុងមេរៀនឬក៏គ្រូបានប្រាប់ទាំងអស់ទេនៅក្នុងជីវិតពិតគឺវាមានភាពជាក់ស្ដែងរបស់វាទៅតាមកលៈទេសៈមួយហើយគឺបើសិនជាលោកគ្រូអ្នកគ្រូគាត់ចង់ធ្វើការវិនិច្ឆ័យបែបហ្នឹងគឺត្រូវការឲ្យគាត់គិតពិចារណាទៅលើការទៅលើពេលវេលាក្នុងការបំពេញសកម្មភាពហ្នឹងខ្លាំងដោយសារតែសកម្មភាពមួយចំនួនគឺយើងត្រូវការចាយពេលច្រើនអញ្ចឹងយើងត្រូវគិតមើលថាតើយើងមានពេលវេលាសមរម្យសម្រាប់ការធ្វើការវិនិច្ឆ័យបែបនេះដែរឬទេហើយវាក៏ត្រូវមានដែនកំណត់ដែរដែនកំណត់របស់វាក៏ដូចជាភាពជឿជាក់ឬក៏ភាពទៀងទាត់គ្រូអាចធ្វើជាគំរូបានហើយនឹងពេលវេលាចំណុចមួយទៀតគឺតកតងជាមួយនឹងតម្រូវការមូលដ្ឋានសម្រាប់ការប្រើប្រាស់ការវិនិច្ឆ័យការអនុវត្តនឹងទី1យើងត្រូវមានអីគេត្រូវសង្កេតទៅលើអាកប្បកិរិយាឬសមត្ថភាពជាក់លាក់លើសពីការនិយាយស្ដីលើសពីការចេះអានឬក៏ការគណនាយើងត្រូវមើលទៅលើអាកប្បកិរិយារបស់សិស្សហ្នឹងនៅសមត្ថភាពរបស់គាត់ជាស្ដែងទៅលើអ្វីដែលយើងត្រូវវាតម្លៃឲ្យគាត់ឡើងមកបង្ហាញឬក៏ជាលទ្ធផលរបស់គាត់ហ្នឹងត្រូវមើលយើងត្រូវសង្កេតមើលថាតើកូនសិស្សរបស់យើងហ្នឹងគាត់ប្រកែកខាងណាអ្នកខ្លះគាត់ប្រកែកខាងនិយាយគាត់ប្រកែកខាងគណនាគាត់ប្រកែកខាងសម្ដែងអញ្ចឹងទៅយើងត្រូវតែមើលវាទៅសង្កេតទៅតាមចំណុចខ្លាំងចំណុចខ្សោយរបស់គាត់ដូចគ្នាសមត្ថភាពស្មុគស្មាញឬជំនាញមិនអាចវាស់បានដោយការសរសេរបានទេគឺ
តេតូនជាមួយនឹងសមត្ថភាពទាំងអស់ហ្នឹងពេលខ្លះយើងអាចវាស់វាបានទៅតាមការសរសេរឬក៏ការឆ្លើយសំណួរបានគ្រាន់តែឆ្លើយសំណួរគិតថាគាត់មានជំនាញបានទេអ្នកខ្លះគាត់មានជំនាញគាត់ប្រកែកក្នុងការឆ្លើយប៉ុន្តែពេលអនុវត្តគឺគាត់អត់អាចទេកិច្ចការត្រូវផ្ដោតទៅលើលំនាំដែលអាចបង្រៀនបានលំនាំនៃការបង្រៀនគឺមានន័យថាកិច្ចការដែលគាត់នៅធ្វើហ្នឹងគឺត្រូវតែគាត់ឲ្យពួកគាត់ហ្នឹងយល់ពី process ឬក៏ពីដំណើរការនៃការធ្វើរបស់វាហ្នឹងថាចេញពី step មួយណាទៅ step មួយណាចេញពីជំហានមួយទៅជំហានមួយហ្នឹងគឺត្រូវធ្វើបែបណាទើបគាត់អាចឈានទៅដល់អ្វីដែលខ្លួនចង់បានដូចជាសម្ដែងបានចប់ឬក៏ចេញជាលទ្ធផលជាផលិតផលឬក៏ជាវត្ថុអីមួយចេញជាវត្ថុជាក់ស្ដែងមកកិច្ចការអនុវត្តត្រូវធ្វើឲ្យងាយស្រួលដើម្បីវិនិច្ឆ័យឲ្យសមស្របនៃអាកប្បកិរិយានៃការយល់ដឹងរបស់គាត់អញ្ចឹងយើងពេលដែលយើងយកអ្វីដែលទៅឲ្យគាត់អនុវត្តនឹងយើងត្រូវតែយកអាណាដែលគិតថាគាត់អាចនឹងងាយស្រួលក្នុងការយល់អាចធ្វើបានចំណុចខ្លះគាត់នៅវ័យគាត់នៅទូចពេកអញ្ចឹងមិនមែនថាគាត់អត់មានសមត្ថភាពធ្វើទេតែគាត់ថាកម្រិតរបស់នៃការចាប់យកចំណេះដឹងរបស់គាត់គឺនៅមានកម្រិតអញ្ចឹងយើងអាចយកវាទៅលើសពីសមត្ថភាពរបស់គាត់បានទេត្រូវបង្ហាញថាអ្វីដែលគាត់ធ្វើសុទ្ធតែមានតម្លៃផ្ទាល់គាត់ត្រូវតែណែនាំពីផលប្រយោជន៍ឬក៏អ្វីដែលនឹងប៉ះពាល់ឬក៏អ្វីដែលនឹងមានតម្លៃទៅលើគាត់ទាក់ទងជាមួយនឹងការធ្វើរបស់គាត់ហ្នឹងថាតើពេលដែលគាត់ធ្វើអាហ្នឹងតើគាត់អាចយកវាទៅធ្វើអ្វីបានខ្លះសម្រាប់ខ្លួនឯងនៅក្នុងសង្គមពិតឬក៏នៅក្នុងថ្ងៃអនាគតឬក៏យកទៅអនុវត្តក្នុងជីវភាពជាក់ស្ដែងនៅក្នុងផ្ទះជួយដល់អ្នកផ្ទះអីចឹងនឹងត្រូវជំរុញឲ្យសិស្សវិតម្លៃពីសមត្ថភាពរបស់ខ្លួនឯងគឺយើងត្រូវតែលើកទឹកចិត្តឲ្យពួកគាត់នឹងស្វែងយល់ពីខ្លួនឯងថាតើគាត់នឹងមានចំណុចខ្លាំងចំណុចខ្សោយអីគេការស្គាល់ពីខ្លួនឯងគឺជាចំណុចចាប់ផ្ដើមដ៏ល្អមួយសម្រាប់មនុស្សគ្រប់រូបមិនថាជាកូនសិស្សឬក៏មិនថាជាអ្នកណាទេគឺគាត់ត្រូវតែយល់ពីខ្លួនឯង5ដំណើរការនៃការវិតម្លៃផ្អែកទៅលើការអនុវត្តយើងមានជំហានចំនួន3ទី1គឺការកំណត់គោលដៅដើម្បីធ្វើដំណើរការវិតម្លៃហ្នឹងយើងមានមួយកំណត់គោលដៅកំណត់ថាតើអ្នកនឹងវិតម្លៃពីអ្វីយើងត្រូវដឹងថាពេលដែលយើងឲ្យគាត់ធ្វើហ្នឹងតើយើងនឹងវិតម្លៃទៅលើគាត់ហ្នឹងទៅលើចំណុចអីគេខ្លះហើយក៏ត្រូវឲ្យគាត់ដឹងដែរថាគាត់ហ្នឹងត្រូវបានគេវិតម្លៃហ្នឹងវិតម្លៃទៅលើអ្វីខ្លះដូចជាគេពេលឡើង present គ្រូវាតម្លៃយើងដូចជាតកតងជាមួយនឹង slide តកតងជាមួយនឹងអាកប្បកិរិយាតកតងជាមួយនឹងភាពក្លាហានសំឡេងការយកចិត្តទុកដាក់ជាមួយនឹងអ្នកដែលស្ដាប់យើងហ្នឹងថាតើយើងបានយកចិត្តទុកដាក់ឬក៏បង្កើតអន្តរកម្មរវាងយើងហើយនិងអ្នកស្ដាប់ដែរទេអីចឹងទៅយើងថែក្នុងចំណុចក្នុងមេរៀននីមួយៗគឺយើងតែងតែមានគោលបំណងហើយនឹងភាពស្តង់ដាររបស់វាថាយើងត្រូវពិនិត្យមើលថាតើអ្វីដែលយើងចង់បាននោះវាដល់គោលបំណងឬក៏ស្តង់ដារដែលយើងបានកំណត់ហើយនៅជំហានទី2ការបង្កើតសកម្មភាពអនុវត្តរៀបចំគម្រោងឲ្យសិស្សបង្ហាញជំនាញរបស់ខ្លួនយើងត្រូវតែរៀបគម្រោងបែបម៉េចឲ្យកូនសិស្សហ្នឹងគាត់អាចបង្ហាញទៅតាមជំនាញរបស់គាត់រៀងខ្លួនដូចជាអីគេបើសិនជាយើងមានកិច្ចការងារក្រុមអ្នកខ្លះគាត់អាចបកកែនិយាយអ្នកខ្លះគាត់អាចបកកែសម្ដែងអ្នកខ្លះគាត់អាចបកកែខាងបញ្ចេញមតិអីចឹងទៅអញ្ចឹងគឺឲ្យគាត់ហ្នឹងបញ្ចេញពីសមត្ថភាពឬជំនាញរបស់គាត់រៀងខ្លួនហ្នឹងបញ្ចូលគ្នាបង្កើតបានទៅជា project មួយឬក៏ផលិតផលមួយដែលអាចឲ្យគាត់ហ្នឹងចេញជារូបរាងបានហើយត្រូវតែឲ្យគាត់នឹងអនុវត្តវាដោយខ្លួនឯងឬជាក់ស្ដែងតែម្ដងហើយដោយយុត្តិធម៌គឺអត់មានភាពលំអៀងទេត្រូវតែឲ្យគាត់នឹងបង្ហាញវាជាមួយគ្នាមានសិទ្ធិស្មើគ្នាហើយត្រូវតែតកតងជាមួយនឹងការអនុវត្តនេះត្រូវតែមានភាពបត់បែនហើយនឹងអាចសង្កេតបានអាចថាយើងអត់អាចឲ្យគាត់ធ្វើតែសកម្មភាពបែបហ្នឹងដែរទេយើងអាចបត់បែនមែនថាទោះបីជាមានរឿងអីកើតឡើងគាត់ត្រូវតែធ្វើទៅតាមសកម្មភាពតាមអ្វីដែលយើងបានកំណត់នៅខាងទេគឺសកម្មភាពយើងត្រូវតែដូរទៅតាមកាលៈទេសៈថាវានឹងមានរឿងអ្វីកើតឡើងយើងត្រូវដូរទៅតាមវាដូចគ្នាតើតើជាមួយនឹងជំហានទី3គឺបង្កើតលក្ខណៈវិនិច្ឆ័យ
ការបង្កើតលក្ខណៈវិនិច្ឆ័យហ្នឹងក្រោយពេលដែលយើងរៀបចំគម្រោងបើយើងរួចត្រូវកំណត់លក្ខខណ្ឌចាំបាច់ថាតើវាតម្លៃពីភាពជោគជ័យនៃគុណភាពរបស់ផលិតផលហ្នឹងឬវិជ្ជាដែលសិស្សបានធ្វើបង្កើតលក្ខណៈវិនិច្ឆ័យហ្នឹងប្រាប់សិស្សមុននឹងថានឹងវិនិច្ឆ័យលើអ្វីហ្នឹងចំណុចហ្នឹងគឺដូចជាចំណុចពីលើមកអញ្ចឹងយើងត្រូវដឹងថាខ្លួនឯងហ្នឹងដូចជំហានទី1ការកំណត់គោលដៅហ្នឹងយើងត្រូវកំណត់ថាយើងនឹងវាតម្លៃលើអីខ្លះយើងចាប់ផ្ដើមសរសេរព្រៀងមកហើយនៅជាមួយហ្នឹងក៏ដូចគ្នាដែរយើងត្រូវសរសេរពីភាពស្តង់ដារនិងគោលបំណងយើងថាយើងចង់បានអីគេដល់ពេលចំណុចទី3នេះបង្កើតលក្ខណៈវិខ័យនេះយើងត្រូវប្រាប់សិស្សថាប្រាប់សិស្សពីចំណុចទី1ដែលយើងបានធ្វើហ្នឹងយើងបានព្រៀងទុកមកថាយើងនឹងវិតម្លៃគាត់ទៅលើចំណុចអីគេខ្លះហ្នឹងហើយយើងចាប់ផ្ដើមសង្កេតមើលថាតើអ្វីដែលយើងបានណែនាំបានបង្ហាញតើកូនសិស្សដែលគាត់បានអាស្រ័យហ្នឹងគាត់ធ្វើបានដូចជាស្តង់ដារដែលយើងបានកំណត់ឬក៏គោលបំណងដែលយើងបានសរសេរទុករួចហើយដែរឬទេលទ្ធផលតកតទៅជាមួយនឹងចំណុចទី6គឺដល់លទ្ធផលសិក្សាអំពើទុកក្នុងពេលសិក្សានិងការវិតម្លៃការអនុវត្តតកតទៅជាមួយនឹងលទ្ធផលសិក្សានៃការអំពើទុកហ្នឹងគឺយើងតែងតែដឹងហើយគឺយើងតែងតែមានវាតកតទៅជាមួយនឹងការយល់ដឹងស៊ីជម្រៅវាតម្លៃលើចំណេះដឹងយើងត្រូវវាតម្លៃលើចំណេះដឹងរបស់គាត់ថាតើគាត់យល់បានប៉ុណ្ណាទៅលើអ្វីដែលគាត់បានធ្វើហ្នឹងដោយផ្អែកទៅលើការអនុវត្តរបស់គាត់ជាក់ស្ដែងហ្នឹងដូចទី2មួយទៀតចំណុចមួយទៀតក្នុងចំណុចទី6ហ្នឹងយើងត្រូវមានអីគេការបង្ហាញហេតុផលតើទៅជាមួយនឹងការបង្ហាញហេតុផលគឺសិស្សបង្ហាញភស្តុតាងឬហេតុផលត្រូវឲ្យសិស្សហ្នឹងគាត់បង្ហាញឲ្យភស្តុតាងឬហេតុផលតើទៅនឹងការសម្ដែងចេញឬអ្វីដែលបានបង្កើតនោះថាគាត់ត្រូវតែមានភស្តុតាងឬក៏ត្រូវតែមានហេតុផលថាអាហ្នឹងបានចេញជារូបរាងបែបហ្នឹងគឺដោយសារតែអីគេត្រូវឲ្យគាត់ហ្នឹងរៀនមានហេតុផលមានហេតុតើជាកត្តាដែលមានផលឬតែងតែមានហេតុតែអញ្ចឹងត្រូវឲ្យគាត់ដឹងការតេស្តឬការបង្ហាញជាក់ស្ដែងដោយប្រើដំណើរការពិធីគឺត្រូវតែឲ្យគាត់យកទៅពេលដែលគាត់មានហេតុផលហ្នឹងពេលដែលគាត់លើកហេតុផលគាត់មិនលើកត្រឹមតែការនិយាយទេគឺគាត់ត្រូវតែសម្ដែងចេញជាសកម្មភាពឬក៏ចេញជាវត្ថុមកឲ្យគេមើលថាគាត់និយាយបែបហ្នឹងនេះលទ្ធផលជាក់ស្ដែងគឺវាបែបហ្នឹងមែនគាត់មានហេតុហើយគឺគាត់មានផលឲ្យយើងមើលថាអាហ្នឹងនេះគឺផលិតផលវាគឺបែបហ្នឹងគាត់មានបំណិនគាត់មានភស្តុតាងគាត់មានអ្វីដែលយកមក support វាសម្ដីរបស់គាត់ចេញជារូបរាងឬក៏រូបរាងដែលគាត់បានធ្វើនឹងនេះទៅតាមprocess បែបនេះតាម step ពីមួយបែបនេះមកតើតទៅជាមួយនឹងបំណិនឬក៏យើងហៅថាឬក៏ជំនាញដែលគាត់អាចធ្វើបានហ្នឹងសិស្សតម្រូវឲ្យបង្ហាញពីតំណែងតំណងនៃការធ្វើបទបង្ហាញឬក៏បំណិនចិត្តចលករគឺការដែលមានអំពើអីជាដើមហ្នឹងតើដូចជាមួយនឹងផលិតផលសិស្សអាចបង្កើតជាសំណេររបាយការណ៍និងកិច្ចការគម្រោងមានន័យថាពេលដែលគាត់ចេញជាលទ្ធផលគាត់អាចធ្វើជារូបរាងវាចេញមកហើយចឹងសិស្សប្រកាសជាអាចសរសេរចេញជាសំណេរចេញជារបាយការណ៍ឬក៏គម្រោងមួយមកបានទេថាអាហ្នឹងវាត្រូវដើរ flow វាបែបណាបើសិនជាយើងអាចនិយាយមកវិញយើងថាសិស្សដែលអត់ប្រកែកគាត់អាចធ្វើបានអញ្ចឹងគាត់អាចមានការងារជាក្រុមអញ្ចឹងគាត់ជាអ្នកគាត់ប្រកែកខាងធ្វើអាហ្នឹងប៉ុន្តែគាត់អត់ដឹងគាត់អាចនិយាយប្រាប់មិត្តភក្តិយើងថាបែបនេះដើម្បីឲ្យអ្នកដែលគាត់អាចមានសមត្ថភាពក្នុងការសរសេរបានគាត់សរសេរ note មកសេចេញជាគម្រោងឬក៏ជាសំណេរជារបាយការណ៍អីមកតាក់ទងជាមួយនឹង process នៃការធ្វើរបស់គាត់ហ្នឹងចាតាក់ទងជាមួយនឹងមេរៀននេះដែរខ្ញុំសូមចាប់ត្រឹមនេះចាអរគុណ